សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូមួយនេះខ្ញុំចង់បង្ហាញអ្នកគ្នាពីការសរសេរ prompt មួយក្នុងការបង្កើតរូបថត pre-wedding បែបកំ pl ែងដូចនៅក្នុង thumbnail នេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នារបៀបដែលយើងអាចសរសេរវាបានអញ្ចឹងអានេះជារូបដែលខ្ញុំបង្កើតឡើងដោយ ChatGPT ហើយនេះជារូបមួយចំនួនដែលយើងបានឃើញអញ្ចឹងរូបវាបែប funny ឬក៏ comedy អញ្ចឹងអ្នកអាចឃើញបានឃើញទេវាមានលក្ខណៈគ្រាន់តែរូបខ្លះវាមើលទៅវារៀងឆ្កងមើលទៅវាឃើញចេញជា AI រូបខ្លះវាចេញមកដូចមែនតើតែម្ដងចានេះជារូបមួយចំនួនដែលខ្ញុំធ្វើនៅក្នុង Google Flow ហើយនឹងអានេះជារូបមួយចំនួនទៀតដែលខ្ញុំធ្វើនៅក្នុងChatGPT អញ្ចឹងមើលទៅវាមានលក្ខណៈកំប្លែងមែនតើអញ្ចឹងអ្នកនរគ្នាអាចប្រើរូបនឹងដោយ upload រូបយើងទៅឬក៏សិនអ្នកនរគ្នាមានរបៀបសង្សារឬក៏គូតដឹងឬក៏ប្តីប្រពន្ធអីយើងអាច upload រូបយើងទៅពីរនាក់ចូលនៅក្នុងនឹងបានអូខេអញ្ចឹងនឹងជារូបមួយចំនួនដែលខ្ញុំកំពុងដែលបានធ្វើអញ្ចឹងខ្ញុំនឹងបង្ហាញដល់ទាំងអស់គ្នាអំពីរបៀប save prompt ក្នុងការបង្កើតរូបនឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅយក prompt បាននៅក្នុង Telegram channel របស់ខ្ញុំទៅអញ្ចឹងខ្ញុំចូលទៅដល់ឧទាហរណ៍ទី1អញ្ចឹងឧទាហរណ៍ទី1ខ្ញុំយករូបមួយនេះបានថាមានមនុស្សប្រុសដួលលើផុកហើយបន្តទៀតមានប្រពន្ធគាត់ទាញជើងក្រោយអញ្ចឹងទៅនៅពេលខាងក្រោយមាន background ជាអ្នកសម្ដកការអញ្ចឹងទៅអញ្ចឹងយើងចូលទៅ ChatGPT ទាំងអស់គ្នាខ្ញុំអាច test លើ ChatGPT ហើយនឹង Flow អញ្ចឹងខ្ញុំប្រើពីកម្មវិធីនេះចុះអញ្ចឹងយើង copy មកអញ្ចឹងនៅក្នុងនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពី prompt នៅក្នុងគេមានសរសេរអីខ្លះអញ្ចឹង prompt គេសរសេរថាយើងមានរូបថតជាលក្ខណៈកំ pl ែងដែលមានកូនកន្លោះខ្មែរយើងនៅក្នុងសម្លៀកបំពាក់ប្រពៃណីឬក៏ឈុតអាពាហ៍ពិពាហ៍អញ្ចឹងទៅដែលដួលនៅលើផុកហើយមានប្រពន្ធគាត់នៅពីក្រោយអញ្ចឹងទៅចាអាហ្នឹងជា prompt ដែលយើងសរសេរអញ្ចឹងយើងអាចសរសេរបែបហ្នឹងទៅយើងអាចបើសិនជាយើងមានរូបយើងបើសិននេះយើងអាចទៅ upload រូបយើងបានអញ្ចឹងឧទាហរណ៍ទី1នេះខ្ញុំយករូបយើងមកដាក់មកអញ្ចឹងឲ្យវា generate ទៅចាហ្នឹងជាឧទាហរណ៍ទី1ខ្ញុំឲ្យវា generate ចោលទៅអូខេចាំតិចអញ្ចឹង prompt អ្នកនរគ្នាអាចសរសេរតាមនឹងក៏បានឬក៏អ្នកគ្នាចូលទៅក្នុង Telegram channel ខ្ញុំក៏បានដែរអញ្ចឹងទី2ឧទាហរណ៍ទី2ខ្ញុំធ្វើនៅក្នុង Google Flow អញ្ចឹងអ្នកគ្នាចូល Google Flow ទៅបើសិនអ្នកនរគ្នាថ្មីដែលមិនទាន់ស្គាល់អីទៅជា Google Flow អ្នកគ្នាអាចវាយ website Google Flow នេះទៅនេះ lab.google.fx tool/flow អញ្ចឹងចូលនឹងទៅយើងផាសprompt យើងមិញហ្នឹងអញ្ចឹងរបៀបធ្វើអត់មានខុសគ្នាទេដូច ChatGPT ដូចគ្នាអញ្ចឹងយើងវាយ prompt ហ្នឹងមកយើងឲ្យវា generate ទៅអញ្ចឹងសម្រាប់ Google Flow យើងអាចឲ្យវា generate ម្ដង2ក៏បាន4ក៏បានតែ ChatGPT វាចេញមកម្ដងមួយឯងអញ្ចឹងយើងអាហ្នឹងឧទាហរណ៍ទី1អញ្ចឹងយើងទៅ copy prompt យកឧទាហរណ៍ទី2អញ្ចឹងអានេះជាឧទាហរណ៍ទី2ខ្ញុំអាច copy រូបនេះមកអញ្ចឹងអានេះជារូបបែបនេះរូបដូចវាយើងថត pre-wedding ហើយមានមនុស្សប្រុសដួលពីកម្មចដាប្រាសាទបាយ័នអញ្ចឹងមកហើយប្រពន្ធគាត់ទាញជើងក៏ពិតទាញជើងនេះអត់ត្រូវទេទាញជើងប្រុសនេះឡើង3អូខេអញ្ចឹងអត់ត្រូវទេតែយើងអាចសរសេរឲ្យវា generate ពីម្ដងទៅអូខេអញ្ចឹងមិញយើងបាន generate ចោលអញ្ចឹងនេះជារូបអញ្ចឹងខ្ញុំមើលទៅអានេះរូបតែខ្ញុំ upload ជារូប reference ហ្នឹងឃើញវា load មុខយើងមកហើយរូបកូនកំមុំនេះវារូប random អញ្ចឹងវាយករូបវាបែបខ្មែរយកមកដាក់អញ្ចឹងបើសិនយើងមានដីពុនអីយើងអាច upload ខ្លួនឯងបានអូខេចាហ្នឹងជាឧទាហរណ៍ទី1អញ្ចឹងអានេះជាឧទាហរណ៍ដែលខ្ញុំធ្វើនៅក្នុង ChatGPT អានេះជារូបមួយទៀតដែលខ្ញុំធ្វើនៅក្នុង Google Flow អញ្ចឹងមើលទៅមានលក្ខណៈ profile មែនតើអូខេអញ្ចឹងចូលទៅឧទាហរណ៍ទី2អញ្ចឹងឧទាហរណ៍ទី2យើងធ្វើលក្ខណៈ pre-wedding ថតបែបកំ pl ែងនៅប្រាសាទអញ្ចឹង prompt គឺដូចគ្នាគេមាន scene មនុស្សប្រុសដួលនៅកម្មចដាអញ្ចឹងមកអញ្ចឹងយើងចុចជូនទៅឲ្យវា generate ទៅហើយយើង test មួយទៀតនៅក្នុង Google Flow ដូចគ្នាអូខេអញ្ចឹងយើងចាំ result ពីហ្នឹងទៅ
cho mà sân nè ngọc đi mơ ọt toàn vô lấy ai cho thôi khỏi hay mơ lòng bình tới nó ngon miền ấy của bạn đấy còn dừng xe prom với ta thời tới vì này trên red bàn sạch đôi dừng trong bàn này ok cho những chạm tích ok chẳng rút ní về trên red màu hái chẳng mơ tới về sạch mình tên đôi dừng thon mình tên việc việc rút thọt bài professional mong ok ní chỉ rút một tiết này trên red đòi Google Flow dừng khinh thao rút về trên máu về sơ sạch mà đây bật thiệp cho mùi chat GPT mình cần chat GPT có phở bàn hay sạch chiếng anh ấy mơ tới lên là cái nạ quẹt mỏng mơ tới ok chẳng video này nó miền tập phần năng biết bởi sân nhà ngọc ni miền sân đủ ấy từ xeនៅក្នុង comment ở YouTube ខ្ញុំក៏បានឬក៏ចូលទៅក្នុង Telegram channel ក៏បានអញ្ចឹងសម្រាប់វីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងអរគុណអ្នកនរគ្នា